បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវយើងតជាមួយនឹងមេរៀនcover solo យើងដោយសារតែយើងបានធ្វើជោគជ័យមួយវគ្គឯងនៅមួយវគ្គទៀតគឺពាក់ព័ន្ធជាមួយនឹង lyric បើសិនជាបទចម្រៀងខ្លះវាអត់ចាប់ lyric ទេអ្នកទាំងអស់គ្នាធ្វើបានហើយគឺយើងអាច cover បានហើយប៉ុន្តែដោយសារខ្ញុំដាក់ lyric ចំពេកហើយបទហ្នឹងវាតឹងអញ្ចឹងបទខ្លះធ្វើតែម្ដងឯងដល់ពេលវីដេអូមុនខ្ញុំធ្វើ2ដងបានដាក់សំឡេងភ្លេងតន្ត្រីនឹងចូលបានអញ្ចឹងអ្នកទាំងអស់គ្នាចូលមកឥឡូវខ្ញុំចូលមក Telegram នេះគឺជា prompt របស់ខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នា copy prompt ដែលខ្ញុំបានដាក់ឲ្យទៅបន្តមកអ្នកទាំងអស់គ្នាចូលទៅ Gemini យើងឲ្យ Gemini កែ lyric ឲ្យអញ្ចឹងអ្នកទាំងអស់គ្នាចូលទៅ Telegram ចូលទៅណាក៏បានដែរវគ្គនេះគឺខ្ញុំចូលទៅយក lyric របស់ខ្ញុំនេះ lyric ដាក់ទៅជាប់មិញណាខ្ញុំឲ្យ Gemini កែ lyric ហ្នឹងខ្ញុំលុបកន្លែងនេះចេញហើយផាស lyric នេះចូលបន្តមកអ្នកទាំងអស់គ្នាចុចសញ្ញាព្រួយទៅ Gemini វានឹងធ្វើការកែអត្ថបទរបស់យើងឲ្យមានទម្រង់ផ្សេងដើម្បីជៀសផុតពីការអក្សរអត្ថបទទំនុកច្រៀងនោះវាដូចបទដើមគេពេកអញ្ចឹងណាហើយអ្នកទាំងអស់គ្នាចាំមើលទាំងអស់គ្នាទៅថាវាដំណើរការបែបណាអូខេឥឡូវវាធ្វើឲ្យខ្ញុំបានហើយអញ្ចឹងអ្នកទាំងអស់គ្នាឃើញអក្សរនៅលំនាំដើមទាំងអស់ហើយវាអត់បាត់ទៅណាទេតែវាដាក់សញ្ញាដក clear កន្លែងខ្លះហើយដាក់សញ្ញាដកនេះដាក់អញ្ចឹងឲ្យយើងមិនបាច់ចាំអង្គុយកែម្ដងមួយទេដោយសារpromptនេះខ្ញុំបានរៀបចំរួចហើយអញ្ចឹងអ្នកទាំងអស់គ្នា copy lyric ថ្មីហ្នឹងមកចូលក្នុង Sonome សារទៀតមកតើមកអ្នកទាំងអស់គ្នាចុច advance ម្ដងទៀតមកអ្នកទាំងអស់គ្នានឹងឃើញទម្រង់ចាស់ពីមុននេះឃើញទេអញ្ចឹងអាទម្រង់ជាប់ពីមុននេះអញ្ចឹងអ្នកទាំងអស់គ្នាលុបសញ្ញាធំសម្រាប់នេះមកលុបចោលមកតើមកដាក់ផាស lyric ថ្មីដែលយើងបានកែក្នុង Gemini នេះចូលហើយមិនធ្វើឲ្យច្រើនទៀតទេនាំទៅយូរដាក់ create យកមកទៅឥឡូវនេះវាពងដំណើរការនេះឃើញទេវាពងធ្វើអីអញ្ចឹងវាលែងជាប់ហើយអ្នកទាំងគ្នានេះវាធ្វើពីបត់ឲ្យយើងវាលែងជាប់ហើយខ្ញុំលុបពួកនេះចេញមកញ៉ៃដល់ហើយយ៉ាអត់ឲ្យ cancel វាចោលអញ្ចឹងតែប៉ុណ្ណឹងវាធ្វើឲ្យយើងអ្នកទាំងគ្នានេះចាំមើលវីដេអូចប់ខ្ញុំនឹងដាក់ក្នុង group ឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអូខេឥឡូវវាបានធ្វើរួចហើយនេះវាធ្វើរួចមួយហើយនៅខាងលើមួយឥឡូវខ្ញុំចាក់ស្ដាប់អាខាងក្រោមនេះឈ្មោះតេសនេះអ្នកទាំងអស់គ្នាស្ដាប់ទាំងអស់គ្នាបាត់អីចាហ្នឹងហើយអ្នកនរគ្នាវាចេញទៅជា remix ទៅវិញដោយសារវាជាប់ style នេះហើយវាជាប់ style នេះអញ្ចឹងណាអញ្ចឹងដោយសារខ្ញុំធ្វើ2ដងប្រហែលជាវាជាប់ style វាចាប់ style ខុសឬក៏វាលឺទឹកបទចម្រៀងដើមបទចម្រៀងដែលយើងធ្វើណាអញ្ចឹងអ្នកនរគ្នាអាចធ្វើតាមលំនាំនឹងបានអត់អីទេត្រូវហើយតាមពិតប្រហែលជាខ្ញុំខុសបច្ចេកទេសកន្លែងណាកន្លែង style ឬក៏កន្លែងដោយសារខ្ញុំធ្វើ2ដងហើយវាស្ដាប់ទៅសំឡេងដែលយើងធ្វើហ្នឹងរៀងវល់អញ្ចឹងណាអញ្ចឹងវាចាប់មកវាទៅជាចង់ remix ទៅវិញ